សម្រាប់ដែលយើងធនធានមិនសូវជាច្រើនលុយតិចតួចយើងអាចងាកមកប្រើគោយន្តសិនឥឡូវនេះសេដ្ឋកិច្ចហាញនិយាយបានថាមិនសូវជាល្អដូចមុនទេណាចឹងទៅកន្លែងណាដែលយើងត្រូវកាត់បន្ថយចំណាយយើងគួរតែកាត់បន្ថយខ្លះហើយបងប្អូនខ្លះហ្នឹងគាត់គិតថាចំណាយទៅត្រូវគាត់ធ្វើទៅហើយបើសិនជាបងប្អូនខ្លះគាត់ក៏គិតថាចំណាយទៅគីឡូវាមិនបានផលដូចដែលយើងរំពឹងទុកណាអានេះគឺយើងធ្វើមិនដល់ល្អ100%ព្រោះវាបានត្រឹម70-80%អាហ្នឹងអាចថាយើងទទួលយកបានណាព្រោះការចំណាយរបស់យើងគឺដើមដំបូងគឺយើងចំណាយអស់តិចបើគិតជាប្រេងអស់មួយកានបងប្អូនដីចូល3ហាត់ខ្ញុំជួគោយន្តហើយខ្ញុំជួមុនគឺជួលេងណាហើយក្មួយគាត់មកក្រោយគាត់ជួលឿនក្មេង